លំហាត់មួយចំនួនដែលជួយឲ្យអ្នកទាំងអស់គ្នាជៀសវាងពីការលំបាកក្រពើកំឡុងពេលហាត់ទឹកលំហាត់ទី1អ្នកទាំងអស់គ្នាអាចមើលខ្ញុំបានយើងអាចឈរជើងម្ខាងហើយលើកជង្គង់ឡើងយើងមកចូលយកឲ្យត្រង់យើងអាចធ្វើមកលំហាត់30វិនាទីហើយបន្ទាប់មកបដូរជើងមកមុខគ្នាម្ដងលំហាត់នេះយើងធ្វើទៅកុំឲ្យយើងលំបាកក្រពើពេលយើងហាត់ទឹកជាពិសេសអ្នកដែលមានកាយវិការគាត់រឹងគាត់ធ្វើទៅលំបាកក្រពើអញ្ចឹងយើងធ្វើលំហាត់កោះនេះមកមួយលំហាត់30វិនាទីតែនេះខ្ញុំគាត់ឧទាហរណ៍អ្នកទាំងអស់គ្នាមើលណាយើងអាចបដូរជើងម្ខាងនេះម្ដងបន្ទាប់ពីធ្វើគ្រប់អស់ហើយមកខាងមុខទៅមកខាងក្រោយយើងឈរដាក់ជើងពីរគុំគ្នាហើយអោនចុះបែបនេះព្យាយាមអោនឲ្យដល់ដៃល្អអត់ដល់អត់ប៉ះចុងជើងក៏បានតែបើយើងរឹងអោនដល់ទេព្យាយាមតឹងត្រឹមណាយើងឈប់ត្រឹមហ្នឹងដាក់ជាមួយលោកគ្រូយើងអាចធ្វើលំហាត់នេះ30វិនាទីដែរហើយបន្ទាប់មកលំហាត់មួយទៀតជើងមួយមុខមួយក្រោយបែបនេះដាក់ដៃលើជង្គង់យើងហើយឲ្យត្រង់ខ្លួនចេញមកកាមេរ៉ាដងមើលចំណុចដែលសំខាន់បំផុតកំឡុងពេលហាត់ទឹកយើងអាចញ៉ាំទឹកដើម្បីឲ្យវាមានចិត្តទឹកដើម្បីកុំឲ្យលំបាកក្រពើឬក៏មុនពេលដែលយើងហាត់យើងអាចញ៉ាំទឹកតិចតិចបានឬក៏យើងអាចញ៉ាំជាផ្លែឈើដូចជាចេកដែលមានជាតិប៉ូតាស្យូមឬក៏ផ្លែក្រូចក៏បានតែវាជួយឲ្យរាងកាយយើងឬក៏សាច់ដុំយើងល្អដែលជៀសវាងពីការលំបាកក្រពើអរគុណ